គឺជាការធ្វើភីហ្សារបស់មនុស្សម្នាក់ដែលធ្លាប់មានបទពិសោធន៍ជាង7ឆ្នាំទៅលើការធ្វើភីហ្សាដោយបងប្រុសបានសម្រេចចិត្តចាកចេញពីកន្លែងការងាររបស់គាត់ដើម្បីបើកជាអាជីវកម្មតូចមួយដែលធ្លាប់ជាក្តីស្រមៃរបស់គាត់តាំងពីក្មេងនៅក្នុងវីដេអូនេះគឺពួកយើង focus ទៅលើការបើកអាជីវកម្មថ្មីថ្មោងផ្ទាល់ខ្លួនសួស្តីអ្នកនរគ្នាខ្ញុំបាទឈ្មោះប៉ូលីសអាយុ28ឆ្នាំខ្ញុំមកពីខេត្តកណ្ដាលសប្តាហ៍ថ្ងៃខ្ញុំរស់នៅទីក្រុងភ្នំពេញហើយសប្តាហ៍ថ្ងៃខ្ញុំមានអាជីវកម្មតូចពីរកន្លែងទី1នៅផ្សាររាត្រីកននារាដែលមានលក់ភីហ្សាហើយសាខាទី2ទល់មុខសាលាខេមអេសៀនសាខាបឹងកក់ដែលខ្ញុំមានភីហ្សាហើយនឹងត្រីងអូខេអញ្ចឹងមុននឹងបងចាប់ដើមបើកអាជីវកម្មផ្ទាល់ខ្លួននេះគឺបងធ្លាប់ជាបុគ្គលិកនៅកន្លែងណាពីមុនមកអត់បងកាលពីមុនមកខ្ញុំធ្លាប់ធ្វើការនៅហាងភីហ្សា brand ធំមួយរយៈពេល7ឆ្នាំអូខេបងហ្នឹងហើយអញ្ចឹងមូលហេតុអ្វីបានបងសម្រេចចិត្តថាមកបើកអាជីវកម្មផ្ទាល់ខ្លួនរបស់បងមូលហេតុដោយសារតែបងឈប់ពីកន្លែងការងារទី1តាបងមានក្តីសម័យមួយតូចមួយថាអនាគតយើងមាន business តខ្លួនតូចមួយអញ្ចឹងណាហើយទី2យើងមានថវិកាគ្រប់គ្រាន់ការបើក3បងមានបទពិសោធន៍រយៈពេល7ឆ្នាំអញ្ចឹងអាចគ្រប់គ្រាន់នឹងការបើក business តូចមួយអញ្ចឹងអូខេបងអញ្ចឹងតាការចាប់ដើមអាជីវកម្មរបស់បងហ្នឹងគឺរាល់ថ្ងៃហ្នឹងគឺមានផលវិបាកអ្វីខ្លះសម្រាប់បងផលវិបាកសម្រាប់ខ្ញុំទី1ភ្ញៀវគាត់អត់សូវស្គាល់យើងច្រើនដោយសារយើងទៅបើកហើយទី2រ៉េមខោយើងទៅបើកអញ្ចឹងមានចំណុចខ្វះខាតយើងខ្វះខាតវាអត់ដូចចំណូលយើងប្រាក់ខែវាស្ថិតថេរយើងធ្វើការចំណូលយើងតាមភ្ញៀវយើងណាភ្ញៀវច្រើនយើងបានច្រើនភ្ញៀវតិចយើងបានតិចអូខេបងអញ្ចឹងបងនិយាយទៅមានឆ្លប់គិតថាថ្ងៃហ្នឹងអត់មានទៅមានភ្ញៀវមានគាត់មានអារម្មណ៍ថាបាក់ទឹកចិត្តដែរអូខេខ្លះក៏បាក់ទឹកចិត្តចឹងថាថ្ងៃហ្នឹងអត់សូវមានភ្ញៀវមកឬក៏ថ្ងៃស្អែកអត់សូវមានភ្ញៀវទៅភ្ញៀវមកទៀតចឹងកម្លាំងចិត្តយើងគឺយើងគិតថាអានេះជាក្តីសម័យរបស់យើងតូចរបស់យើងត្រូវធ្វើឲ្យបានបាទអរគុណច្រើនមែនទែនបងប្រុសសម្រាប់ការចូលរួមចែករំលែកបទពិសោធន៍ជីវិតប្រចាំថ្ងៃក៏ដូចជាការប្រកបអាជីវកម្មផ្ទាល់ខ្លួនរបស់បងផងដែរអញ្ចឹងជាចុងក្រោយខ្ញុំសូមជូនពរឲ្យបងទទួលបានអតិថិជនកាន់តែច្រើនហើយនឹងការលក់ដាច់ឲ្យកាន់តែច្រើនជាងមុនផងដែរអញ្ចឹងជាចុងក្រោយបងមានចំណាប់អារម្មណ៍ទៅកាន់អតិថិជនរបស់បងក៏ដូចជាមួយចុងក្រោយខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានជួយគាំទ្រអាជីវកម្មតូចរបស់ខ្ញុំទីតានឹងកាហ្វេរបស់ខ្ញុំហើយនឹងមួយទៀតអរគុណក្រុមការងារសម្រាប់ថ្ងៃហ្នឹងអរគុណដូចគ្នាអរគុណច្រើនសម្រាប់ការចូលរួម